ឈ្មោះរ៉ាឥឡូវខ្ញុំអាយុ20ឆ្នាំហើយតែរឿងដែលខ្ញុំហ៊ាននឹងភ្លេចដោយសារអាបនោះកើតឡើងកាលពីខ្ញុំអាយុ17ឆ្នាំកាលនោះខ្ញុំរស់នៅជាមួយយាយក្នុងភូមិតូចមួយជាប់ព្រៃពេលយប់អ្នកភូមិមិនសូវហ៊ានចេញក្រៅទេព្រោះគេតែងតែនិយាយថាមានអាបលងនៅតាមស្រែនិងក្បែរស្រះទឹកចាស់តែខ្ញុំមិនជឿទេយប់មួយខ្ញុំជិះម៉ូតូចេញពីផ្ទះមិត្តភ័ក្តិម៉ោងជិត11យប់ផ្លូវទៅផ្ទះខ្ញុំត្រូវឆ្លងកាត់វាលស្រែធំមួយហើយនៅកណ្ដាលស្រែមានដើមពោធិ៍ចាស់មួយដើមពេលខ្ញុំជិះដល់ទីនោះម៉ូតូស្រាប់តែរលត់ហេអីទៀតហើយខ្ញុំធាក់ប៉ុន្មានដងក៏មិនឆេះខ្យល់ត្រជាក់ចាប់ផ្ដើមបក់ខ្លាំងហើយសត្វចង្រិតដែលយំរាល់យប់ស្រាប់តែស្ងាត់អស់ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ចម្លែកខណៈកំពុងឈរមើលម៉ូតូខ្ញុំឮសំឡេងស្ត្រីម្នាក់សើចតិចតិចពីដើមពោធិ៍ខ្ញុំងើបឡើងទៅហើយអ្វីដែលខ្ញុំឃើញធ្វើឲ្យជើងខ្ញុំទន់ភ្លាមមានក្បាលមនុស្សស្រីមួយសក់វែងអូសចុះក្រោមភ្នែកក្រហមឆេះហោះនៅលើមែកឈើក្រោមក្បាលមានពោះវៀននិងសាច់ឈាមរញ៉េរញូងទៅមកខ្ញុំស្ទើរដកដង្ហើមមិនរួចអាបវាសម្លឹងមកខ្ញុំត្រង់ហើយសោចកាន់តែខ្លាំងឡើងបន្ទាប់មកវាហោះសំដៅចុះមករកខ្ញុំយ៉ាងលឿនខ្ញុំទម្លាក់ម៉ូតូចោលហើយរត់កាត់វាលស្រែទាំងភ័យខ្លួនឮសំឡេងវាហោះពីក្រោយវូជិតមករាល់វិនាទីពេលនោះខ្ញុំចាំបានថាយាយខ្ញុំធ្លាប់ប្រាប់ថាបើជួបអាបកុំងាកក្រោយដាច់ខាតតែដោយភ័យពេកខ្ញុំងាកមើលអាបនោះនៅជិតតែប្រមាណម៉ែត្រប៉ុណ្ណោះខ្ញុំអាចមើលឃើញវាច្បាស់ហើយខ្ញុំស្គាល់មុខនោះវាជាស្ត្រីម្នាក់នៅក្នុងភូមិពេលថ្ងៃគាត់ធម្មតាណាស់តែញញឹមដាក់អ្នកភូមិគ្រប់គ្នាខ្ញុំភ័យរហូតជើងខ្សោយដួលចូលប្រឡាយទឹកស្រាប់តែអាបនោះស្រែកខ្លាំងមកហើយហោះត្រឡប់ទៅវិញខ្ញុំមិនដឹងថាមានអ្វីកើតឡើងទេរហូតខ្ញុំមើលឃើញខ្សែកព្រះរបស់ខ្ញុំនៅជាប់នឹងដៃយាយធ្លាប់ឲ្យខ្ញុំពាក់តាំងពីក្មេងខ្ញុំរត់ដល់ផ្ទះទាំងខ្លួនប្រឡាក់ទឹកនឹងភក់យាយឃើញខ្ញុំក៏ស្លុតមុខភ្លាមគាត់សួរខ្ញុំថាចៅឃើញអាបមែនទេខ្ញុំងក់ក្បាលទាំងភ័យយាយមិននិយាយអ្វីទេគាត់គ្រាន់តែយកអំបិលនិងក្រូចសើចមកដាក់មុខផ្ទះប៉ុន្តែរឿងដែលធ្វើឲ្យខ្ញុំខ្លាចជាងគេគឺនៅថ្ងៃបន្ទាប់ស្ត្រីដែលឃើញមុខនោះបានស្លាប់អ្នកភូមិនិយាយថាគាត់ឈឺស្លាប់ធម្មតាតែពេលគេធ្វើបុណ្យសពខ្ញុំឃើញកញ្ចក់ដៃគាត់ខ្មៅវែងចម្លែកហើយមាត់គាត់មានឈាមស្ងួតជាប់តាំងពីពេលនោះមកខ្ញុំមិនដែលហ៊ានចេញក្រៅនៅពេលយប់ជ្រៅទៀតអ្នកឯងទៀតឡើយព្រោះខ្ញុំដឹងថាអាបប្រហែលជាមានពិតបន្ទាប់ពីរឿងនោះកើតឡើងខ្ញុំចាប់ផ្ដើមគេងមិនលក់រាល់យប់រាល់ពេលបិទភ្នែកខ្ញុំតែងតែឃើញមុខស្ត្រីនោះហោះនៅពីលើខ្ញុំភ្នែកក្រហមឆេះនិងសំឡេងសើចមិនឈប់យាយខ្ញុំចាប់ផ្ដើមចម្លែកដែរគាត់មិនឲ្យខ្ញុំចេញក្រៅពេលយប់ហើយរាល់ល្ងាចគាត់តែងយកអំបិលប្រោះជុំវិញផ្ទះពេលខ្លះខ្ញុំឮសំឡេងគាត់សូត្រមន្តតិចនៅមុខរូបព្រះយប់មួយខ្ញុំភ្ញាក់ពីដំណេកព្រោះឮសំឡេងឆ្កែយំខ្លាំងនៅក្រៅព្រះខ្ញុំមើលម៉ោងពីកណ្ដាលអាធ្រាត្រខ្យល់ត្រជាក់ខ្លាំងបក់ចូលតាមបង្អួចខ្ញុំចង់ក្រោកទៅបិទតែស្រាប់តែឮសំឡេងអ្វីមួយកោសកំបោរផ្ទះ
បេះដូងខ្ញុំលោតញាប់សម្លេងនោះដូចជាមានអ្វីមួយកំពុងវាលើដំបូលបន្ទាប់មកខ្ញុំឮស្ត្រីម្នាក់សឹបពីលើផ្ទះវាបើករ៉ាបើកទ្វារមកខ្ញុំទើបតែស្រែកនេះជាសម្លេងស្ត្រីដែលស្លាប់ទៅហើយខ្ញុំរត់ទៅដាស់ជាយគាត់ភ្ញាក់ឡើងភ្លាមហើយទាញខ្ញុំឲ្យអង្គុយជិតគាត់កុំមើលក្រៅមិនថាឮសម្លេងអ្វីក៏ដោយសម្លេងគាត់កោសដំបូលកាន់តែខ្លាំងឡើងហើយបន្ទាប់មកមានសម្លេងអ្វីមួយធ្លាក់ពីលើដំបូលមកមុខផ្ទះភុំយាយមកយកទៀនបំភ្លឺតិចហើយខ្ញុំគួយស្រមោលមួយនៅខាងក្រៅទ្វារសក់វែងនឹងពវៀនអូសលើដីអាបនោះមកដល់ផ្ទះខ្ញុំហើយវាចាប់ផ្ដើមសើចទ្វារផ្ទះញ័រខ្លាំងដូចជាវាកំពុងបុកចង់ចូលយាយខ្ញុំសូត្រមន្តកាន់តែលឿនហើយយកអំបិលបោះទៅក្រៅតាមទ្វារស្រាប់តែមានសំឡេងស្រែកយ៉ាងខ្លាំងពីខាងក្រៅបន្ទាប់មកសំឡេងទាំងអស់ក៏ស្ងាត់ខ្ញុំនិងយាយអង្គុយរហូតដល់ភ្លឺមិនហ៊ានបើកទ្វារទេព្រឹកឡើងពេលបើកទ្វារខ្ញុំឃើញស្នាមខ្មៅធំនៅលើដីនិងក្លិនស្អុយឈាមយ៉ាងខ្លាំងណាស់តែអ្វីដែលធ្វើឲ្យខ្ញុំតក់ស្លុតជាងគេគឺនៅលើជញ្ជាំងផ្ទះមានស្នាមក្រចកវែងឆោតជាអក្សរខ្ញុំនឹងត្រឡប់មកវិញក្រោយឃើញអក្សរនៅលើជញ្ជាំងផ្ទះនោះខ្ញុំភ័យរហូតមិនហ៊ាននៅផ្ទះម្នាក់ឯងទៀតយាយក៏ចាប់ដើមឈឺហើយមុខគាត់ស្លេកខ្លាំងរាល់ថ្ងៃមួយខ្ញុំសួរយាយត្រង់យាយតើអាបនោះចង់បានអីពីខ្ញុំយាយស្ងាត់មួយសន្ទុះមុននឹងនិយាយសំឡេងតិចព្រោះចៅឃើញមុខវាអ្នកដែលឃើញអាបច្បាស់វាមិនងាយដោះលែងទេខ្ញុំស្ដាប់ហើយត្រជាក់ឆ្អឹងខ្នងយាយប្រាប់ថាកាលពីយូរមុនស្ត្រីម្នាក់ដែលស្លាប់នោះពោះវៀនអាគមខ្មៅពីគ្រូម្នាក់នៅក្នុងព្រៃដំបូងគាត់គ្រាន់តែចង់ព្យាបាលជំងឺនិងរោគស៊ីបានល្អតែក្រោយមកគាត់លោភអំណាចហើយចូលអាគមអាបអ្នកភូមិខ្លះសរសៃគាត់យូរហើយតែគ្មានអ្នកណាហ៊ាននិយាយយប់នោះខ្ញុំគេងមិនលក់ទៀតខ្ញុំអង្គុយមើលភ្លើងទៀនជាមួយយាយស្រាប់តែឮសំឡេងមាន់ស្រែកទាំងកណ្ដាលយប់ភ្លាមនោះខ្យល់ត្រជាក់បក់ចូលមកក្នុងផ្ទះទាំងទ្វារបិទជិតទៀនរលត់ភ្លេចបន្ទោទាំងមូលងងឹតសូន្យខ្ញុំឮសំឡេងដកដង្ហើមពីក្រោយខ្នងខ្ញុំមិនហ៊ានងាកទេតែខ្ញុំដឹងថាមានអ្វីមួយឈរនៅខាងក្រោយខ្ញុំយាយស្រែកភ្លាមរ៉ាកុំងាកក្រោយតែយឺតពេលហើយខ្ញុំងាកបន្តិចខ្ញុំឃើញមុខអាបនោះនៅជិតខ្ញុំបំផុតភ្នែកវាក្រហមឆេះហើយមាត់វាឈាមហូរចុះមកដល់កវាញញឹមដាក់ខ្ញុំយឺតខ្ញុំមកយកឯងហើយខ្ញុំស្រែកទាំងភ័យហើយដួលសន្លប់ភ្លាមពេលខ្ញុំភ្ញាក់ឡើងគឺព្រឹកហើយតែយាយមិននៅទីនោះទៀតទេនៅលើឥដ្ឋមានខ្សែកព្រះរបស់គាត់និងស្នាមឈាមអូសចេញទៅក្រៅផ្ទះអ្នកភូមិជួយដើររកពេញមួយថ្ងៃតែរកយាយខ្ញុំមិនឃើញឡើយចាប់តាំងពីថ្ងៃនោះមកខ្ញុំរស់នៅម្នាក់ឯងប៉ុន្តែរាល់យប់ខ្ញុំតែងតែឮសំឡេងសើចពីលើដំបូលផ្ទះហើយពេលខ្លះខ្ញុំមានអារម្មណ៍ថាមានភ្នែកពីរគូកំពុងសម្លឹងមកមើលខ្ញុំពីក្នុងភាពងងឹតប៉ុន្មានខែក្រោយមកជាយបាត់ខ្លួនខ្ញុំចាប់ផ្ដើមប្រែប្រួលចម្លែកពេលថ្ងៃខ្ញុំធម្មតាតែពេលយប់ខ្ញុំតែងតែឈឺក្បាលខ្លាំងរហូតដូចមានអ្វីមួយរុញចេញពីក្នុងខ្លួនពេលខ្លះខ្ញុំភ្ញាក់ឡើងឃើញខ្លួនឯងឈរក្រៅផ្ទះដោយមិនដឹងថាខ្ញុំដើរចេញពីពេលណាអ្នកភូមិចាប់ផ្ដើមខ្លាចខ្ញុំពួកគេនិយាយថារាល់យប់គេឃើញភ្លើងក្រហមហោះជុំវិញផ្ទះខ្ញុំតែខ្ញុំមិនជឿទេរហូតដល់យប់នោះខ្ញុំគេងមិនលក់មិនដឹងខ្លួនស្រាប់តែខ្ញុំយល់សឹកមិនថាខ្ញុំកំពុងឈរនៅកណ្ដាលវាលស្រែងងឹតខ្យល់បក់ត្រជាក់ហើយនៅពីមុខខ្ញុំមានស្ត្រីនោះឈរមុខគាត់ស្លេកស្លាំងភ្នែកខ្មៅជ្រៅគាត់និយាយមកខ្ញុំអាបមិនអាចស្លាប់បានទេវាត្រូវរកអ្នកបន្តខ្ញុំថយក្រោយទាំងភ័យអ្នកចង់បានអីពីខ្ញុំស្ត្រីនោះញញឹមយឺតយាយឯងបានជំនួសឯងម្ដងហើយខ្ញុំស្ទើរឈប់ដកដង្ហើមមានន័យថាម៉េច
គាត់លើកដៃចង្អុលមកខ្ញុំឥឡូវដល់វេនឯងហើយភ្លាមនោះខ្ញុំភ្ញាក់ពីដំណេកទាំងញើសជក់ខ្លួនតែអ្វីដែលខ្ញុំស្រែកគឺខ្ញុំមិនបានដេកលើក្រែទេខ្ញុំកំពុងឈរលើដំបូលផ្ទះខ្ញុំមើលចុះក្រោមឃើញអ្នកភូមិជាច្រើនកំពុងឈរសម្លឹងមកខ្ញុំទាំងភ័យខ្លាចមានស្ត្រីម្នាក់ស្រែករ៉ាខ្លាចជាអាបហើយខ្ញុំចង់និយាយថាអត់ទេតែសម្លេងដែលចេញពីមាត់ខ្ញុំមិនមែនសម្លេងមនុស្សឡើយខ្ញុំប៉ះមុខខ្លួនឯងហើយដៃប្រឡាក់ឈាមយឺតខ្ញុំមើលទៅក្រោយខ្នងខ្ញុំឃើញអ្វីមួយអូសយល់នៅពីក្រោយខ្ញុំវាជាពវៀនរបស់ខ្ញុំឯងខ្ញុំខំស្រែកយ៉ាងខ្លាំងពេលឃើញពវៀនខ្លួនឯងអូសនៅក្រោយខ្នងខ្យល់ត្រជាក់បក់ជុំវិញខ្លួនខ្ញុំហើយអ្នកភូមិខាងក្រោមរត់គេចចាត់ចាយទាំងភ័យស្លន់ស្លោខ្ញុំចុះពីលើដំបូលតែរាងកាយខ្ញុំមិនស្ដាប់បង្គាប់ទៀតទេមានអារម្មណ៍ដូចអ្វីមួយកំពុងគ្រប់គ្រងខ្ញុំបន្ទាប់មកខ្ញុំមានអារម្មណ៍ថាខ្លួនឯងស្រាប្លែកជើងខ្ញុំផុតពីដំបូលយឺតខ្ញុំកំពុងហោះទេតែសម្លេងក្នុងក្បាលខ្ញុំមួយផ្សេងទៀតសោចតបខ្ញុំហោះឡើងខ្ពស់លើភូមិខាងក្រោមងឹតស្ងាត់មានតែភ្លើងផ្ទះតិចខ្ញុំអាចគុំក្លិនឈាមបានក្លិនសាច់ឆៅហើយក្នុងចិត្តខ្ញុំចាប់ផ្ដើមឃ្លានយ៉ាងខ្លាំងខ្ញុំភ័យខ្លួនឯងភ្លាមនោះខ្ញុំឃើញស្រមោលមួយហោះនៅពីមុខខ្ញុំវាជាស្ត្រីអាបនោះនាងសម្លឹងមកខ្ញុំហើយញញឹមឥឡូវឯងដូចយើងហើយខ្ញុំស្រែកដាក់នាងអ្នកធ្វើអីដាក់ខ្ញុំនាងហោះជុំវិញខ្ញុំយឺតអាបមិនមែនជាខ្មោចទេវាជាបណ្ដាសាអ្នកដែលឃើញមុខអាបហើយនៅរស់បណ្ដាសានឹងចូលខ្លួនអ្នកនោះខ្ញុំចាប់តាមយំខ្ញុំមិនចង់ខ្លាចជាបិសាចទេតែនាងនិយាយបន្តមានតែវិធីមួយគត់ដែលឲ្យឯងអាចរួចត្រូវរកអ្នកជំនួសលៀមនោះខ្ញុំមានអារម្មណ៍ថាអ្វីមួយក្តៅឆេះក្នុងទ្រូងភ្នែកខ្ញុំឈឺខ្លាំងហើយខ្ញុំចាប់ផ្ដើមមើលឃើញមនុស្សខាងក្រោមដូចជាចំណៃខ្ញុំភ័យរហូតស្រែកខ្ញុំមិនធ្វើទេស្ត្រីអាបនោះសើចខ្លាំងឡើងអញ្ចឹងឯងនឹងឈួតហើយស៊ីមនុស្សដែលឯងស្រឡាញ់ទៅខ្លួនឯងបន្ទាប់ពីនិយាយចប់នាងហោះបាត់ទៅក្នុងភាពងឹតខ្ញុំឈរនៅលើមេតែម្នាក់ឯងទាំងដឹងថាចាប់ពីយប់នោះទៅខ្ញុំលែងជាមនុស្សធម្មតាទៀតហើយពីយប់នោះមកខ្ញុំរស់នៅដូចមនុស្សមានជីវិតតែវិញ្ញាណដូចស្លាប់បាត់ហើយពេលថ្ងៃខ្ញុំព្យាយាមធ្វើធម្មតាតែពេលយប់មកដល់ខ្ញុំចាប់តាមឮសំឡេងក្នុងខួរក្បាលឃ្លានដំបូងខ្ញុំព្យាយាមទប់ខ្លួនឯងខ្ញុំចាក់សរខ្លួនឯងក្នុងបន្ទប់ចងខ្សែដៃជាប់សសរផ្ទះតែព្រឹកឡើងខ្សែទាំងអស់ដាច់ខ្ទេចហើយនៅលើមាត់ខ្ញុំមានឈាមខ្ញុំចាប់ដើមខ្លាចខ្លួនឯងជាងខ្លាចអាបទៅទៀតអ្នកភូមិក៏ចាប់ដើមបាត់សត្វចិញ្ចឹមមាន់ទាឆ្កែត្រូវគេប្រទះឃើញស្លាប់គ្មានឈាមរាល់ពេលឮដំណឹងទាំងនេះខ្ញុំញ័រខ្លួនព្រោះខ្ញុំចិត្តដឹងថាច្បាស់ជាខ្ញុំជាអ្នកធ្វើយប់មួយខ្ញុំសម្រេចចិត្តចាកចេញពីភូមិខ្ញុំមិនចង់ធ្វើអាបឬធ្វើបាបអ្នកណាទៀតទេខ្ញុំដើរចូលព្រៃជ្រៅទៅរកកូនខ្ទមចាស់របស់គ្រូអាគមដែលអ្នកភូមិធ្លាប់និយាយខ្ទមនោះស្ងាត់ខ្លាំងមានជន់ចាស់បិទពេញជញ្ជាំងនិងក្លិនធូបឈួលនៅកណ្ដាលខ្ទមមានបុរសចំណាស់ម្នាក់អង្គុយបិទភ្នែកមុននិយាយគាត់បើកភ្នែកជឿទីបំផុតអាបថ្មីក៏មកដល់ខ្ញុំស្ទុះលុតជង្គង់ភ្លាមជួយខ្ញុំផងលោកតាខ្ញុំមិនចង់ខ្លាចជាបិសាចទេគាត់សម្លឹងខ្ញុំយូរមុននិយាយបណ្ដាសានេះអាចបំបត្តិបានតែត្រូវលះបង់ធំមួយខ្ញុំសួរព្រាមអ្វីក៏ព្រមដែរលោកតាដកដង្ហើមធ្ងន់អ្នកដែលខ្លាចជាអាបត្រូវដុតរាងកាយខ្លួនឯងទាំងនៅរស់មុនពេលវិញ្ញាណអាបគ្រប់គ្រងទាំងស្រុងខ្ញុំស្ងាត់បាត់សម្លេងនោះមានន័យថាខ្ញុំត្រូវស្លាប់ភ្លាមនោះសម្លេងស្ត្រីអាបសោចលាន់ក្នុងព្រៃខ្យល់បក់ខ្លាំងទៀនក្នុងខ្ទមរលត់អស់លោកតាស្រែកវាមកហើយនៅក្រៅខ្ទមមានភ្នែកក្រហមរាប់សិបគូបង្ហាញឡើងក្នុងភាពងងឹតហើយសម្លេងសោចរបស់អាបជាច្រើនចាប់ដើមលាន់ពេញព្រៃខ្ញុំឈរញ័រខ្លួននៅក្នុងខ្ទមចាស់នោះខណៈភ្នែកក្រហមរាប់សិបគូកំពុងសម្លឹងចូលមកពីខាងក្រៅសម្លេងសោចរបស់ពួកអាបលាន់ពេញព្រៃលោកតាយកអាគមខ្ជូងក្តៅមួយដុំ
គូសជាន់លើកជុំវិញខ្ទមយ៉ាងលឿនគាត់ស្រែកប្រាប់ខ្ញុំកុំចេញពីរង្វង់នេះបើមិនអញ្ចឹងវានឹងចូលខ្លួនឯងទាំងស្រុងខ្ញុំងក់ក្បាលទាំងភ័យភ្លាមនោះស្រមោលអាបជាច្រើនចាប់ផ្ដើមហោះជុំវិញខ្ទមខ្លះជាក្បាលមនុស្សស្រីខ្លះជាមនុស្សប្រុសភ្នែកក្រហមនិងពោះវៀនអូសវែងខ្ញុំមិនដែលដឹងទេថាអាបមានច្រើនដល់ថ្នាក់នេះស្ត្រីអាបដែលតាមខ្ញុំតាំងពីដំបូងហោះមកឈប់មុខទ្វារនាងសម្លឹងមកខ្ញុំហើយញញឹមឯងមិនអាចគេចពីយើងបានទេលោកតាចាប់ផ្ដើមសូត្រមន្តខ្លាំងយន់ជុំវិញខ្ទមភ្លឺក្រហមឡើងហើយអាបខ្លះស្រែកធ្ងោដូចត្រូវភ្លើងដុតតែស្ត្រីអាបនោះមិនថយក្រោយទេនាងសើចហើយនិយាយលោកគ្រូលោកគិតថាអាចបញ្ឈប់បណ្ដាសានេះបានទេព្រាមនោះខ្ទមទាំងមូលញ័រខ្លាំងដំបូលចាប់ផ្ដើមបែកខ្ញុំមើលទៅលោកតាឃើញឈាមហូរចេញពីច្រមុះគាត់មុនដែលគាត់កំពុងប្រើដូចជាស៊ីកម្លាំងជីវិតគាត់ខ្ញុំស្រែកឈប់ទៅលោកតាខ្ញុំមិនចង់ឲ្យលោកស្លាប់ដោយសារខ្ញុំទេតែលោកតាគ្រាន់តែមើលខ្ញុំក្មេងស្ដាប់ខ្ញុំគាត់យកកូនដបតូចមួយពីក្នុងអាវក្នុងនោះមានប្រេងខ្មៅចម្លែកនេះជាប្រេងដុតអាបបើឯងចង់បញ្ចប់អ្វីៗទាំងអស់ឯងដឹងថាត្រូវធ្វើអីហើយខ្ញុំកាន់ដបនោះទាំងដៃញ័រខ្ញុំដឹងច្បាស់ហើយខ្ញុំត្រូវដុតខ្លួនឯងទាំងរស់នៅពេលនោះសំឡេងក្នុងក្បាលខ្ញុំចាប់ផ្ដើមស្រែកខ្លាំងកុំធ្វើវារាងកាយខ្ញុំចាប់ផ្ដើមឈឺចាប់ខ្ញុំមានអារម្មណ៍ថាអាបក្នុងខ្លួនកំពុងប្រឆាំងស្ត្រីអាបនោះសោចកាន់តែខ្លាំងឯងមិនហ៊ានទេព្រោះឯងខ្លាចស្លាប់ខ្ញុំបិទភ្នែកចិត្តក្នុងក្បាលរបស់ខ្ញុំលេចមុខយាយផ្ទះនិងជីវិតធម្មតាដែលខ្ញុំមិនអាចត្រឡប់ទៅវិញបានទៀតទឹកភ្នែកខ្ញុំហូរយឺតបន្ទាប់មកខ្ញុំចាក់ប្រេងលើខ្លួនឯងដៃខ្ញុំញ័រខ្លាំងខណៈកំពុងកាន់ភ្លើងទៀនតូចមួយនៅមុខខ្លួនជុំវិញខ្ទមសំឡេងអាបស្រែកលាន់ពេញព្រៃកុំធ្វើវាស្ត្រីអាបនោះហោះមកជិតខ្ញុំភ្នែកនាងក្រហមឆេះហើយមុខនាងចាប់ផ្ដើមខូចទ្រង់ទ្រាយដូចសាច់រលួយបើឯងដុតខ្លួនឯងវិញ្ញាណឯងនឹងវិនាសជារៀងរហូតខ្ញុំមើលនាងទាំងទឹកភ្នែកបើខ្ញុំមិនធ្វើមនុស្សផ្សេងនឹងស្លាប់ដោយសារខ្ញុំនាងស្រែកខ្លាំងហើយអាបទាំងអស់ចាប់ផ្ដើមបុកជញ្ជាំងខ្ទមបំបែកវាកុំឲ្យវាធ្វើបានលោកតាអាគមសូត្រមន្តរហូតឈាមហូរពេញមាត់គាត់ស្រែកមកខ្ញុំជាលោកចុងក្រោយឥឡូវនេះខ្ញុំបិទភ្នែកចិត្តហើយទម្លាក់ទៀនលើខ្លួនឯងភ្លើងឆេះឡើងភ្លាមការឈឺចាប់ផ្ដើមធ្វើឲ្យខ្ញុំស្រែកខ្លាំងបំផុតក្នុងជីវិតតែជាមួយសំឡេងខ្ញុំឮសំឡេងអាបទាំងអស់ស្រែកយ៉ាងរន្ធត់ដែរភ្លើងក្រហមពេញខ្ទមយន់នៅលើជញ្ជាំងចាប់ផ្ដើមភ្លឺដូចភ្លើងព្រឹសស្ត្រីនោះសម្លឹងមកខ្ញុំទាំងភ័យជាលើកដំបូងស្ត្រីអាបនោះសម្លឹងមកខ្ញុំទាំងភ័យជាលើកដំបូងមិនអាចទេរៀងនាងចាប់ផ្ដើមឆេះបែកខ្ទេចដូចក្រដាស់ត្រូវភ្លើងអាបផ្សេងក៏ស្រែកនិងរលាយបាត់ក្នុងពន្លឺភ្លើងដូចគ្នាខ្ញុំដួលចុះលើដីខណៈភ្លើងលិចរាងកាយខ្ញុំយឺតក្នុងវិនាទីចុងក្រោយខ្ញុំមានអារម្មណ៍ថាសំឡេងក្នុងក្បាលខ្ញុំបានបាត់ទៅភាពឃ្លានភាពងឹតនិងបណ្ដាសាទាំងអស់បានរលាយខ្ញុំនឹកឃើញមុខយាយជាលើកចុងក្រោយគាត់កំពុងញញឹមដាក់ខ្ញុំបន្ទាប់មកអ្វីក៏ងឹតសូន្យអ្នកភូមិនិយាយថាព្រឹកថ្ងៃបន្ទាប់គេឃើញខ្ទមក្នុងព្រៃឆេះខ្មៅអស់តែគ្មានសាកសពនៅទីនោះឡើយចាប់តាំងពីយប់នោះមករឿងអាបនៅភូមិនោះក៏បាត់ស្ងាត់ទៅតែអ្នកចាស់នៅតែនិយាយតគ្នាថាពេលខ្លះនៅកណ្ដាលយប់ជ្រៅគេអាចឮសំឡេងមនុស្សបុរសម្នាក់ខ្សឹបតាមខ្យល់ព្រៃថាកុំឲ្យអ្នកណាឃើញមុខអា